ប្រហែល1500នាក់បានស្លាប់និងបាត់ខ្លួននៅព្រំដែនចិននិងនេប៉ាល់មានបរិបទម្នាក់រួចជីវិតដោយសារស្វាយមួយដើមកម្មករនេប៉ាល់អាយុ24ឆ្នាំលោក Bibek Kumal ត្រូវទឹកជំនន់លាយដីថ្មនិងកំទេចកំទីគួចយកទៅប៉ុន្តែជីវិតរបស់លោកត្រូវបានទប់ជាប់នៅដើមស្វាយមុនក្រុមសង្គ្រោះទៅដល់យោងតាម Reuters នៅព្រឹកថ្ងៃទី26ខែសីហាលោក Bibek កំពុងធ្វើការនៅក្នុងទីក្រុង Bidor ភាគកណ្ដាលនេប៉ាល់ដែលស្ថិតនៅខាងក្រោមតំបន់ Rasuwa ជាប់ព្រំដែនទី2របស់ចិនពេលនោះលោកកំពុងជីករំដៅបង្គន់ជម្រៅជាង1ម៉ែត្រខណៈកម្មករ4នាក់ទៀតធ្វើការនៅផ្នែកខាងលើរំពេចនោះលោកបានឮសំឡេងចម្លែកហើយមិត្តរួមការងារស្រែកប្រាប់ឲ្យលោកឆាប់ឡើងពីរណ្ដៅបង្គន់និងរត់គេច Bibek ប្រញាប់ឡើងទៅលើហើយមិត្តរួមការងារបានរត់ចេញទៅមុនអស់ហើយលោកចាប់ផ្ដើមរត់តាមប៉ុន្តែរត់មិនទាន់ទេ Bibek ថាលំហូរទឹកដ៏ខ្លាំងបានសម្រុកមកដោយសំឡេងក្រហមលាន់ដោយរញ្ជួយដីមួយរំពេចប៉ុណ្ណោះទឹកបានគួចយកលោកទៅជាមួយនឹងដីថ្មនិងកំទេចកំទីដ៏សន្ធាប់ប៉ុន្តែខណៈកំពុងត្រូវទឹកហូរនាំទៅរាងកាយរបស់ Bibek បានទៅទប់ជាប់នឹងដើមស្វាយមួយដើមលោកបានតោងដើមស្វាយនោះទប់ខ្លួនពីកម្លាំងទឹកខណៈអ្វីៗនៅជុំវិញត្រូវទឹកហូរនាំទៅបន្តពីលើដើមស្វាយលោកឃើញផ្ទះជាច្រើនខ្នងត្រូវកំទេចនិងគួចយកទៅបាត់ Bibek និយាយថាបើគ្មានដើមស្វាយនោះខ្ញុំប្រហែលត្រូវទឹកហូរគួចយកទៅស្លាប់ហើយនគរបាលក្រោយមកបានទៅដល់និងជួយសង្គ្រោះលោកចេញពីតំបន់ទឹកជំនន់ Bibek របួសជើងស្ដាំដោយសារដុំថ្មធំមួយដុំបុកចំជើងReuters រាយការណ៍ថាកាលពីឆ្នាំ2015កម្មកររូបនេះក៏បានឆ្លងផុតពីរញ្ជួយដីដ៏មហន្តរាយនៅនេប៉ាល់ដែលបានសម្លាប់មនុស្ស 9000 នាក់ការរួចជីវិតរបស់ Bibek កើតឡើងចំកណ្ដាលមហន្តរាយធំបំផុតនៅតំបន់ភ្នំហេម៉ាឡៃគិតត្រឹមថ្ងៃទី27ខែសីហា Reuters រាយការណ៍ថាមនុស្សជិត1500នាក់កំពុងបាត់ខ្លួននៅនេប៉ាល់និងទីបេរបស់ចិនរួមទាំងជនបរទេសយ៉ាងហោចណាស់800នាក់ចំណែក AP រាយការណ៍ថាមានអ្នកស្លាប់168នាក់អ្នកជំនាញនិយាយថាមហន្តរាយនេះចាប់ផ្ដើមពីផ្ទាំងទឹកកកនិងថ្មដ៏ធំរលំចុះពីភ្នំហេម៉ាឡៃធ្លាក់ចូលក្នុងទន្លេនិងបង្កលំហូរទឹកដីថ្មនិងកំទេចកំទីដ៏មហិមាចុះទៅតំបន់នៅខាងក្រោមគ្រោះនេះបានកំទេចផ្ទះផ្លូវស្ពាននិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនរួមទាំងវិវាអគ្គិសនីផងនៅតាមព្រំដែនចិននេប៉ាល់ហើយអ្នកជំនាញព្រមានថាអាចនឹងមានជំនន់ទី2ដោយសារតែទន្លេផ្នែកខាងលើនៅមានសញ្ញាស្ទះដែលទំនងជាផ្ទាំងទឹកកកឬក៏ផ្ទាំងថ្មខ្ញុំភុសុធាពី News Today NTTV Tractor John Deere Series 5E ថ្មីកាន់តែខ្លាំងកាន់តែឆ្លាតវៃជាប់រួចជាស្រេចជាមួយបច្ចេកវិទ្យា JD Link គ្រប់គ្រង Tractor លោកអ្នកតាមទូរស័ព្ទដៃគ្រប់ពេលវេលាគ្រប់ទីកន្លែង